ធ្លាប់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាសុកប្រកាសផ្ដាច់ចំណងស្នេហ៍មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងថ្មីនេះមហាជននិងអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍លើព័ត៌មានដែលលោកប៊ឺរីបានបង្ហោះនៅក្នុងเพจផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី3ខែសីហាឆ្នាំ2026នេះនឹងត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមអំពីការចែកផ្លូវគ្នារបស់គូស្នេហ៍តារាមួយរូបនិងអ្នកជំនួញអនឡាញដ៏ល្បីឈ្មោះគឺម៉ាដាមដានៅក្នុងសំណេររបស់លោកប៊ឺរីបានរៀបរាប់ថាសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំទាំងពីរនាក់សូមអនុញ្ញាតប្រកាសដំណឹងជាសាធារណៈជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបថាយើងខ្ញុំទាំងពីរនាក់បានព្រមព្រៀងចែកផ្លូវគ្នាចាប់ពីថ្ងៃនេះតទៅពួកយើងទាំងពីរនាក់លែងត្រូវជាអ្វីនឹងគ្នាទៅទៀតហើយអាចត្រឹមជាមិត្តល្អនឹងគ្នាមូលហេតុគឺពួកយើងរស់នៅមិនចេះសម្រងគ្នាអាស្រ័យដោយបានជម្រាបជូនសូមបងប្អូនជ្រាបជាដំណឹងយើងខ្ញុំក៏សូមអភ័យទោសចំពោះបងប្អូនអ៊ំពូមីងតាយាយក៏ដូចជា fan យើងខ្ញុំទាំងពីរនាក់ផងចុះបើសិនជាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បងប្អូនដោយប្រការណាមួយសូមអរគុណកន្លងមកមហាជនជាច្រើនធ្លាប់តែឃើញអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលនៅលើបណ្ដាញទំនាក់ទំនងសង្គមក្រោយលេចឮព័ត៌មានបែបនេះសឹងធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលក្រោយឃើញសំណេរពួកគេទាំងពីរបែបនេះទោះជាយ៉ាងណាមហាជននៅតែជូនពរឲ្យអ្នកទាំងពីរទទួលបានសុភមង្គលក្នុងជីវិតរៀងៗខ្លួន